បាទចឹងបងប្អូនចង់ជួសជុល switching ឬហៅ adapter ទុក12 V អានេះតែខ្ញុំដាក់ឲ្យចេញ13 V ដោយសារខ្ញុំចង់ឲ្យពែវាឡើងបន្តិចចឹង12 V 13 V អត់អីទេវាលើសបាទនេះទីទួចចឹងអានេះយើងជួសជុលយក 10000 ទេបាទចឹងបងប្អូនមាន switching ហ្នឹងបាទ adapter ខូចនេះវាអាច110 220តែមានកុងតាក់មួយនៅក្នុងតែសុកខ្មែរយើងប្រើ220ចឹងយើងកាច់មក220តែនេះ220 12 V បាទហើយបកគោលខ្លះក៏វាចេញ3អានេះចេញតែ2ទេចឹងអានេះភ្លើង AC in វា2នេះហើយអានេះម៉ាស់តួដើម្បីកុំឲ្យឆក់ទៅម៉ាស់ដីហើយអា2នេះដកអា2នេះបោកបាទមានប៉ុណ្ណឹងហើយបងប្អូនចង់ជួសជុលអីចឹងអស់10000ចឹងនេះនៅបរិយពេញហួតបាទចឹងអរគុណម៉ួយនៅក្បែរខ្ញុំដែរទេបាទអរគុណជម្រាបលានេះបរិយពេញហើយខ្ញុំនៅមុខបរិយពេញហើយអានេះវ៉លគ្រប់តែខ្ញុំដាក់13 វ៉លឲ្យវាខ្ពស់បន្តិចដើម្បីមានអាំពែហើយនេះវា15បាទ15អាំពែបាទអរគុណជម្រាបលា